ពេលដែលខ្ញុំនឹងកូនទៅចូលទៅនៅក្នុងពន្ធនាគារកូនអាយុ1ខួបជាងដំបូងពិបាកកូនបើដោះតែដែលសារខ្ញុំហូបអត់គ្រប់គ្រាន់ចឹងអត់សូវមានទឹកដោះឲ្យកូនបើមួយខែដំបូងខ្ញុំទិញទឹកដោះគោខាប់ឆុងឲ្យកូនបើខ្ញុំហើយកូនរស់នៅក្នុងបន្ទប់ជាមួយអនិច្ចជនស្រីអ្នកមានផ្ទៃពោះនិងមានកូនតូចជួនកាល30-40នាក់កូនតាមម្ដាយប្រហែល4-5នាក់ពេលខ្លះយើងគេងផ្អៀងនិងពេលខ្លះគេងបានពេញខ្លួនបើបន្ទប់អត់សូវជាអៀតខ្លាំងដំបូងកូនខ្ញុំយំរហូតគាត់ឃ្លានគាត់ក្តៅស្អុះអ្នកជាប់ឃុំនៅក្នុងបន្ទប់ជាមួយគ្នាស្ដីឲ្យខ្ញុំព្រោះកូនខ្ញុំយំរហូតកូនខ្ញុំនៅទូចពិបាកលួងពេលនោះខ្ញុំអង្គុយយំអាណិតកូនខ្លាចគេហើយទាចេញក្រៅបន្ទប់រោគប៉ារហូតកូនហើយខ្ញុំកាលនឹងកើតរមាស់ប្រហែលដោយសារជនជាប់ឃុំចូលថ្មីមិនសូវអនាម័យខ្លួនប្រាណហើយគេងចិត្តគ្នាអញ្ចឹងធ្វើឲ្យឆ្លងរមាស់នៅក្នុងនោះកូនខ្ញុំធ្លាប់ឈឺសួតបោះឡើងពេញក្បាលឡើងរមាស់ហើយគាត់អាសាក្តៅខ្លួនក្នុងពន្ធនាគារអត់មានទីធ្លាឲ្យក្មេងលេងទេហើយគេអត់ឲ្យក្មេងលេងតុក្កតាឬរបស់របរក្មេងលេងទេមន្ត្រីមិនឲ្យលេងព្រោះបង្រាយទោះនៅក្នុងបន្ទប់ក៏ដោយខ្ញុំអាណិតកូនដែលពេញលេងពេញដើរតែអត់មានកន្លែងទុកសម្រាប់ឲ្យគាត់លេងកូនខ្ញុំពេលមកផ្ទះថ្ងៃដំបូងគាត់ខ្លាចមាន់ខ្លាចឆ្កែហើយឡានគាត់ស្រែកអោបជើងខ្ញុំហើយមិនហ៊ានទៅចិត្តទេកូនអត់តាមអ្នកផ្ទះទេហើយគាត់លេងជាមួយបងដែរគាត់លេងតែឯងដូចកាលនៅក្នុងពន្ធនាគារព្រោះគាត់ធំតែឯង